ច្បាប់គោរពមេត្តាបិតាសម្រាប់ទូលមានកូនចៅទាំងអស់គ្នាទាំងស្រីទាំងប្រុសភូមិធរភូមិសុខអូខេភូមិធរភូមិសុខភូមិបនទៅមុខកូនរោគមិនត្រូវមិនស្ដាប់វិចាទេសនាម៉ែឪតែងចង់អល់ផ្លូវប្រាប់កូនប្រុសស្រីតែកូនមិនដឹងច្រើនណាស់តែខឹងនឹងម៉ែឪស្ដីតាមពិតគួរស្ដាប់សុស័ព្ទសម្ដីលោកហើយកប់បីគោរពបូជាដោយស្ដាប់ព្រះសង្ឃលំអត់អោនអងបង្គំវន្ទាព្រះពុទ្ធដាក់ក្បួនប្រធួននានាថាឈ្មោះពុទ្ធពាចាលោកគ្រូខាងដើមសម្រាប់ទូលមានកូនចៅគ្រប់ប្រានឲ្យបានយ៉ាងឆ្នើមកុំឲ្យដើរលេងជាលបែងគេខ្ពើមកុំឲ្យរងើមសប្បាយជ្រុលពេកពេលយប់ប្រលប់មើលការឲ្យគ្រប់ទុកដាក់ហើយដេកហើយភ្ញាក់ពីយប់ប្រារព្ធពុនរេកកុំឲ្យតោះភ្នែកអ្នកផងទាំងឡាយមើលគេអ្នកមានគេមិនអត់ឃ្លានមានប្រកាសចាយព្រោះគេបានស្ដាប់ច្បាប់ឪពុកម្ដាយទៅបានសប្បាយនាលោកនេះហងនេះធម៌ទេសនារបស់មេត្តានិងបិតាផងបើកូនណាស្ដាប់នៅផ្លូវកន្លងកូននោះលែងឆ្គងចាស់ផងស្ងួនភ្ងាព្រះពុទ្ធដាក់ឈ្មោះបាលីពីរងពពៈទេវីទេវតាខាងដើមអ្នកផ្ដើមរក្សាបុត្រីបុត្រាហៅទេវតាផ្ទាំងគឺម្ដាយឪពុកជាអ្នកម្ចាស់ស្រុកកូនមិនសំពះម៉ែឪទូលមានឆ្លៀនពៀនចង់ឈ្នះសត្រូវនឹងព្រះកន្លងអាត្មាប្រទុសរាយនឹងឪពុកម្ដាយប្រែហៅទេវតាអំពីខាងក្រៅដឹងនៅឯណាឆ្លោះនឹងទេវតាគឺម៉ែឪឯងតែងតែលំបាកក្រីក្រតោកយ៉ាងជាតិនេះឃើញស្ដែងហើយទៅរងទុកខាងមុខមិនលេងលោកីទៅស្វែងរកហៅគ្រូទាយហៅបោកលេខថាតាមក្បួនឃើញថាខុសគ្រូខាងម្ដាយឬខាងឪពុកកុំទុកជូរឆ្ងាយត្រូវលៀងលោមថ្វាយគ្រូគេទៅជាហៅទាយត្រូវណាស់កូនស្ដាប់មិនច្បាំងបែរទៅវន្ទាអ្នកតាអារក្សទេព្រះបាសាម៉ែឪអាត្មាមិនថ្វាយបង្គំមិនទួលទុំអំពើកំហុងជូនចំនៃនំធ្វើសំឡបាយមកថ្វាយបង្គំខ្មាលាសុំឲ្យអត់ទោសពេដូច្នេះមិនធ្វើយកជែកទៅផ្ញើគល់ឈើក្នុងព្រៃដំថ្មអ្នកតាវន្ទាសពថ្ងៃទូបីសរសៃនិយាយសំខុសម៉ែឪមិនអើយព្រោះចិត្តជឿធ្លោយចោលគុណទៅមុខច្រើនជឿបែបនេះដូចឆ្នាំងគ្រប់ស្រុកត្រង់ម្ដាយឪពុកបោះចោលទៅទេម្យ៉ាងទៀតធ្វើបន់ច្រើនតែចោលគុណគ្មានកិនរីរេបោលទៅតែវត្តម្ដាយអត់ទៅទេព្រោះជឿតាមគេរោគបន់ខាងក្រៅដើមបន់នៅផ្ទះខ្លួនកើតតន់ព្រះកន្លងគង់នៅបានត្រីត្រកាលក្បាលឲ្យម៉ែឪកណ្ដាលនាំទៅយកបន់ឯវត្តកណ្ដាលសុតឆ្ងាញ់សាច់ពុះពងខ្លាញ់ថ្មិញលោកចុកមាត់ម៉ែឪជរាតង់តែបាក់មាត់ទុកក្បាលឲ្យគាត់ក្បាលសុតតែឆ្អឹងនេះហៅបន់ខុស
ទាំងស្រីទាំងប្រុសខ្ញុំប្រាប់កុំខឹងម៉ែឪរស់នៅអស់លោកខំប្រឹងក្មេងគាត់នៅរឹងបានឆ្ងាញ់ពិសាខ្លះជឿបនខ្លាំងយកម្ហូបទាំងឆ្នាំងយកទៅវត្តវាម៉ែឪអត់ឃ្លានចង់បានណាស់ណាធ្លោយសួរកូនថាមានសល់ឬទេព្រឹកឡើងឃ្លានបាយញ័រពោះញើសខ្ចាយឃើញសំឡគេកូនឆ្លើយវិញថ្កានមិនបានសល់ទេខ្ញុំស្លោគ្រាន់តែទៅវត្តទេឪពុកសួរថាបើដួសកាលណាចែកឪខ្លះទៅកូនខ្លះឆ្លើយប្រាប់ថាបាបណាស់ឪគេថាមិនត្រូវឪស៊ីមុនលោកម៉ែឪចាស់ចាស់ព្រឹកឡើងឃ្លានណាស់គួរឲ្យវិយោគឪទាបពិសាកូនថាមុនលោកមិនបានបរិភោគគេឲ្យបាបផងនេះបនផ្កាប់មុខឬបនចោលស្រុកព្រោះដើរផ្លូវឆ្គងបនមិនត្រកាលវិសាលអាយ៉ងឲ្យម៉ែឪផងស្រេកឃ្លានពេកក្រៃពួកជនឆ្លៀនពៀនមិនចេះធ្វើទៀនច្រើនធ្វើទៀនខ្សត់សទ្ធាមិនជ្រៅជ្រុលទៅតែវត្តឲ្យព្រះដើមអត់ស្រេកឃ្លានពេកក្រៃភាគទី2នេះឯងខុសណាស់មកពីមិនច្បាស់ច្បាប់ធម៌វិន័យបានជាប្រព្រឹត្តគំនិតប្រៃផ្សៃបន្ថោកតម្លៃនៃអ្នកមានគុណយល់ខុសស្រឡះព្រោះមិនស្គាល់ព្រះមិនស្គាល់ដើមគុណអ្នកប្រាជ្ញបុរាណថាបានធ្វើបុណ្យត្រូវថ្វាយព្រះមុនសូមថ្វាយព្រះសង្ឃរៀបចង់ហាន់ព្រះបូជាសំពះមើលព្រះឲ្យត្រង់ប្រាជ្ញប្រាប់ជាបែបសង្ខេបតម្រង់វេផុតថ្វាយសង្ឃត្រូវថ្វាយព្រះមុនគឺជូនភោជនាមេត្តាបៃតាបូជាតបគុណសំថ្វាយព្រះសង្ឃទ្រទ្រង់សិលបុណ្យព្រោះម្ដាយមានគុណរកអ្វីស្មើគ្មានត្រូវធ្វើបុណ្យខ្នើតម៉ែឪស៊ីកើតកំពុងស្រេកឃ្លានម៉ែឪរស់នៅកូនត្រូវធ្វើទៀនបំបត្តិក្តីឃ្លានហៅធ្វើបុណ្យខ្នើតហៅបុណ្យខែភ្លឺកំចាំគាត់ឈឺបរិភោគលែងកើតជួនគាត់កាលជាហៅថាបុណ្យខ្នើតគាត់បរិភោគកើតបានជារនួចលំបាត់ជីវិតបុណ្យខែងងឹតដូចថ្ងៃ10រោចកូនចៅទាំងឡាយយកបាយឲ្យខ្មោចម៉ែឥតប្រយោជន៍ខ្មោចណាចេះស៊ីកដឹកនាសាធ្លាក់ខ្យល់រងាត្រជាក់ពេញទីមិនគិតរកភួយបានមួយឬពីរទាំងមិនសាមគ្គីរកពូកជូនកត់ត្រូវរករបស់ជាស្នប់តន់រស់ដណ្ដាប់ជូនកត់កុំចាំដាច់ខ្យល់ទៅខ្វល់គ្រប់មាត់រកស្នប់រំកត់នឹងដប់ឲ្យអស់ឲ្យភ្លើងត្រេកអរទទួលអំណរមិនដឹងត្រូវខុសតែមិនខ្វល់ខ្វាយជូនម្ដាយកាលរស់ម្ដេចចាំខ្យល់អស់ទៅធ្វើឧឡាកាគាត់រស់នៅព្រឹកល្ងាចក្ដួលក្ដៅស្រេកឃ្លានណាស់ណាមិនគិតជួយគាត់ឲ្យអត់អាហារឲ្យតែធ្វើការចាំផ្ទះឲ្យគេចំណីត្រីសាច់ចង់ស្ទើរប្រកាច់អត់ជូនគាត់ទេដល់ឈឺផ្ទេផ្ទេមហេតុទៅព្រេដេកជុំទៅគេជូននំចំណីទាំងចិត្តទាំងឆ្ងាយមូលមកសួរម្ដាយទាំងប្រុសទាំងស្រីទៅរេននំប៉័ងសំរាំងថ្មីម្ដាយឈឺលែងស្ដីរឹងគៀមស្ងួតកកូនហៅម៉ែស្គាល់ខ្ញុំទេបានចាំនៃល្អ
ម្ដាយពោលខ្សៅខ្សៅគ្រាវគ្រាវឆ្លើយតថាអើឯងមកម៉ែអរណាស់ណាកាលម៉ែមិនឈឺមិនមានជំងឺនោះកូនរាល់គ្នាមិនអាណិតម៉ែនោះម៉ែជរាទៅកូនរាល់គ្នាមករុញបាញ់ចូលអូម៉ែស្លាប់បាត់ទៅកូនច្រវត្តប្រាប់ញាតត្រកូលឃោសនាធនធានព្រៀងលៀនឲ្យចូលមកជុំប្រមូលធ្វើបន់ឲ្យខ្មោចខែផគុណចែកថ្ងៃក្តៅក្រឡែតសោយទុកលហែម៉ែឪចាស់ចាំងក្តៅណាស់អាណែកមិនដងទឹកស្រោចឪពុកម្ដាយសោះមិនមានថ្នមថ្នាក់មិនរោគទុកដាក់ពីងដោយសង្គ្រោះដល់ពេលគាត់ស្លាប់នោះស្រាប់តែស្មោះអត់ទឹកក្អមនោះហៅលើកចង្អាំងម៉ែឪរស់នៅមិននាំគ្នាទៅធ្វើការប្រវាំងដាក់វេនក្រោយមុនតបគុណគាត់ចាំងស្លាប់ហើយធ្វើណាស់ដណ្ដើមគ្នាដងដូចស្រោចគល់ឈើងាកងឹកងេងើមិនដឹងត្រូវខំម៉ែទៅកូនវន្ទីស្មាលាទុកខំកាម្ដាយនៅរស់មិនដែលវន្ទីកើតមានជីវិតនោះកូនគ្មានគិតអ្វីទៅវេរាម៉ែឪទូមានកូនគ្មានបូជាបំពេញសទ្ធាឲ្យម្ដាយស្មាទានស្ដាប់ធម៌ទេសនាឲ្យម្ដាយជ្រះថ្លារកសួរនិទានប្រើម្ដាយធ្វើខ្ញុំនៅចាំជើងក្រានឲ្យទៅស្មាទានឲ្យឆាប់មកវិញមើលកូនយកចៅខែនេះកូននៅរោបស្ទូងស្រែមិញម្ដាយទៅរត់រះនៅផ្ទះចំណេញម្ដាយប្រាប់ទៅវិញអញស្ដាប់លោកទេកូនថាស្ទូងហើយស្ដាប់ចុះម៉ែអើយខែនេះកុំធ្វេងកណ្ដាប់ក្រៀមហែងម៉ែឯងប្រហែងថាស្ដាប់លោកទេសំណាបចុកថ្នាលមួយខែ4សិលគេថាម៉ែខ្ជិលព្រោះកូនត្រកាលទុកម្ដាយក្រាន់ប្រើបំរើខ្ញុំស្រាលម្ដាយខូចខួរក្បាលលែងស្គាល់ពុទ្ធិកាស្លាប់ទៅជាអង្គគេដុតឆេះសោះហើយគេនាំគ្នារើសធាតដាក់ថោភ្នែកស្លោអនិច្ចាហើយញាតដេកាហើយធាតដាក់វត្តឲ្យទៅស្ដាប់ធម៌ឲ្យធាតត្រេកអរព្រោះលែងប្រើគាត់កាលគាត់នៅរស់មិនឲ្យទៅវត្តដុតខ្មោចឆេះមាត់ទៅឲ្យទៅថ្កានហេតុនេះអ្នកកាយកុំធ្វើប្រងើយប្រុសស្រីគ្រប់ប្រានបំរើមេត្តាបៃតាកំខានបានសុខសែនខ្សានអាយុយឺនយូរកុំគប់បីធ្វេងកុំឆ្លោះចោះចេញនឹងម៉ែឪឯងជាតិនេះជាតិក្រោយទុកសោយមិនលេងព្រះពុទ្ធសំដែងច្បាស់ឥតសង្ស័យអវិជ័យនៅរក់ទំរំរួចទុកយូរយាពេកក្រៃអាយុមួយកាប់គ្មានរាប់ខែថ្ងៃទៅមាននេះបើមាននិស័យទៅរួចមកបានមកកើតជាប្រែតរួចទៅអណ្ដែតកើតជាតិរិឆានលុះអស់វេរាទៅជាមនុស្សបានខ្វិនខ្វាក់ក៏មានគោថ្លង់ខ្លងស្រែងសោយផលមិនស្អាតព្រោះទោសប្រមាថឪពុកម្ដាយឯងមាក់ងាយដល់ព្រះក្នុងផ្ទះឥតក្រែងទៅបានចំបែងរងទុកឆ្នេះណាថ្លែងជាប់ប៉ុណ្ណឹងសូមបាញ់ឈប់ស្លេះសង្ខេបវិចាថ្លែងមកប៉ុន្មានសូមបានផល្លាដោយក្តីប្រាថ្នាអាយុយឺនយូរដល់ណប់ពីណងក៏បានជាប់